បងប្អូនដឹងអត់គ្រាន់តែចង់ទិញឡាននៅសិង្ហបុរីបងប្អូនត្រូវបង់លុយឲ្យរដ្ឋាភិបាលប្រហែលជា$75,000បាត់ទៅហើយនេះមិនទាន់នឹងគិតថ្លៃឡានផងហើយចំពោះស្រាបៀរវិញមួយកែវគឺមានតម្លៃ$15តែចំពោះប្រាក់ខែគឺកប់សេរីសន្តិសុខប្រាក់ខែ$1,800គ្រូបង្រៀនប្រាក់ខែ$3,700ហើយបើគ្រូពេទ្យវិញប្រាក់ខែចាប់ពី$15,000ដល់$40,000ក្នុងមួយខែសង្ហបុរីត្រូវបានគេហៅថាទីក្រុងសម្រាប់សេដ្ឋីប៉ុន្តែនៅក្នុងឆ្នាំ2026នេះមនុស្សរាប់លាននាក់ដែលមិនមែនជាសេដ្ឋីក៏កំពុងតែរស់នៅទីនោះយ៉ាងមានក្តីសុខតើពួកគេអាចធ្វើវាបានដោយរបៀបណាតើប្រាក់ខែ$3,700អាមេរិកនៅទីនោះជាជីវិតបែបអភិជនឬក៏ជាជីវិតបែបសាមញ្ញដែលត្រូវតស៊ូពីយប់ដល់ព្រឹកថ្ងៃនេះ Estate High នឹងហែកកាយការពិតនៅពីក្រោយពាក្យថាទីក្រុងថ្លៃបំផុតនៅលើលោកដែលបងប្អូនប្រហែលជាមិនធ្លាប់ឮពីមុនមកសមរភូមិអចលនទ្រព្យ ADB មានន័យថា Housing and Development Board ដែលជាគម្រោងអភិវឌ្ឍដោយរដ្ឋាភិបាលសិង្ហបុរីរឿងដំបូងដែលនឹងលេបត្របាក់ប្រាក់ខែរបស់មនុស្សនៅទីនោះគឺផ្ទះនៅសង្ហបុរីគ្រប់គ្នាមានជម្រើសពីរដាច់ដោយឡែកទី1គឺផ្ទះរដ្ឋឬក៏ HDB ដែលមានប្រជាជនប្រហែលជា80%រស់នៅការជួលបន្ទប់មួយនៅក្នុងផ្ទះ HDB នឹងត្រូវចំណាយអស់ប្រហែលជា$650ទៅ$1,000អាមេរិកវាគ្មានអាងហែលទឹកគ្មានសន្តិសុខយាម24ម៉ោងទេប៉ុន្តែវាគឺជាសហគមន៍ដែលមានសុវត្ថិភាពបំផុតផ្ទុយទៅវិញបើមនុស្សម្នាក់ចង់បានជីវិតបែបអភិជនការជួលខុនដូឯកជននឹងអាចដកលុយពីហោប៉ៅរបស់ពួកគេចាប់ពី$3,000ទៅ$4,500អាមេរិកសម្រាប់បន្ទប់គេងមួយអ្វីដែលបងប្អូនត្រូវតែដឹងនៅក្នុងឆ្នាំ2026គឺតម្លៃអគ្គិសនីនិងទឹកបានហក់ឡើងយ៉ាងខ្លាំងដោយសារតែការប្រែប្រួលតម្លៃថាមពលសកលដូច្នេះសូម្បីតែការបើកម៉ាស៊ីនត្រជាក់ចោលពេញមួយយប់ក៏ជាការចាយវាដែលត្រូវតែគិតគូរឲ្យបានហ្មត់ចត់ផងដែរអាកំបាំងនៃអាហារ$4និងកាហ្វេ$7ហើយអ្វីបានជាសិង្ហបុរីមានតម្លៃថ្លៃប៉ុន្តែមនុស្សនៅតែចូលចិត្តញ៉ាំអាហារខាងក្រៅជារៀងរាល់ថ្ងៃអាកំបាំងគឺស្ថិតនៅលើ Hawker Center បងប្អូនអាចរកបាយមាន់ឬមីឆាដែលឆ្ងាញ់បំផុតនៅក្នុងលោកក្នុងតម្លៃត្រឹមតែ$4ទៅ$6ប៉ុណ្ណោះនៅទីនោះប៉ុន្តែប្រយ័ត្ននៅពេលដែលបងប្អូនឈានជើងចូលហាងកាហ្វេទំនើបឬក៏បាននៅតំបន់ Orchard Road តម្លៃនឹងលោតឡើង3ដងភ្លាមកាហ្វេមួយកែវតម្លៃ$7ស្រាបៀរមួយកែវតម្លៃ$15នៅក្នុងឆ្នាំ2026នេះពន្ធ GST បានឡើងដល់9%ហើយបើបូកនឹងថ្លៃសេវាឬក៏ service charge 10% ទៀតដូច្នេះពេលដែលមនុស្សម្នាក់ញ៉ាំអាហារនៅក្នុងហាងទំនើបនោះពួកគេត្រូវត្រៀមចិត្តបង់ប្រាក់បន្ថែមប្រហែលជា20%លើតម្លៃដែលមាននៅក្នុងមេនុយការធ្វើដំណើរដែលថ្លៃបំផុតនិងថោកបំផុតសង្ហបុរីគឺជាកន្លែងដែលថ្លៃបំផុតនៅក្នុងលោកក្នុងការជិះឡានផ្ទាល់ខ្លួនប៉ុន្តែវាក៏ជាកន្លែងដែលសមរម្យបំផុតនៅក្នុងការប្រើប្រាស់ឡានក្រុងនិងរថភ្លើងផងដែរការធ្វើជាម្ចាស់ឡានមួយគ្រឿងនឹងត្រូវដកលុយពីហោប៉ៅយ៉ាងតិច$1,800សហរដ្ឋអាមេរិកនៅក្នុងមួយខែរាប់ទាំងថ្លៃសាំងធានារ៉ាប់រងនិងថ្លៃចំណតផ្ទុយទៅវិញការប្រើប្រាស់រថភ្លើងក្រោមដីនឹងត្រូវចំណាយត្រឹមតែ$90អាមេរិកប៉ុណ្ណោះនៅក្នុងមួយខែបើមនុស្សម្នាក់ចង់សន្សំលុយដើម្បីក្លាយជាអ្នកមាននៅទីនោះ4ទី1គឺកុំទិញឡានជាដាច់ខាតការវិភាគទៅលើប្រាក់បៀវត្សឥឡូវនេះយើងមកមើលលទ្ធភាពនៃការរកលុយវិញចាប់ផ្ដើមពីកម្រិត low end ឬក៏ការងារកម្រិតទាបការងារផ្នែកសន្តិសុខបុគ្គលិកសម្អាតឬអ្នករៀបចំទំនិញអាចរកបានចន្លោះពី$1,500ទៅ$1,800សហរដ្ឋអាមេរិកនៅក្នុងមួយខែសម្រាប់អ្នកចំណូលថ្មីកម្រិតនេះគឺគ្រាន់តែរស់ប៉ុណ្ណោះគ្មានលុយសម្រាប់សន្សំឡើយចំពោះកម្រិតមធ្យមឬក៏ professional បុគ្គលិកការិយាល័យគ្រូបង្រៀនឬក៏គណនេយ្យករអាចរកបានចន្លោះពី$3,700ទៅ$6,000អាមេរិកនៅក្នុងមួយខែនេះគឺជាកម្រិតដែលមនុស្សអាចចាប់ដើមមានជីវធុធាតុនិងសល់លុយផ្ញើទៅផ្ទះខ្លះហើយសម្រាប់កម្រិតជំនាញជាន់ខ្ពស់ដូចជាអ្នកឯកទេស AI គ្រូពេទ្យវះកាត់និងអ្នកច្បាប់ជាដើមអាចរកបានចាប់ពី$15,000ទៅ$40,000អាមេរិកនៅក្នុងមួយខែក៏មានតម្លៃនៃការចិញ្ចឹមកូននិងសេវាសុខភាពសម្រាប់អ្នកដែលមានគ្រួសារជាជនជាតិសង្ហបុរីគឺជាឋានសួគ៌នៃសុវត្ថិភាពប៉ុន្តែជាឋាននរកនៃតម្លៃនៃការអប់រំបើមិនមែនជាប្រជាជនសង្ហបុរីតម្លៃសិក្សានៅសាលាអន្តរជាតិអាចអស់ប្រហែលជា$15,000ទៅ$30,000អាមេរិកនៅក្នុងមួយឆ្នាំសម្រាប់កូនម្នាក់ចំណែកឯសេវាសុខភាពវិញបើគ្មានធានារ៉ាប់រងទេការវះកាត់តូចតាចមួយអាចធ្វើឲ្យមនុស្សម្នាក់អាចខ្សែធនបានយ៉ាងងាយដូច្នេះមុននឹងសម្រេចចិត្តទៅរស់នៅទីនោះត្រូវសួរក្រុមហ៊ុនឬកន្លែងការងារថាតើមានកញ្ចប់ធានារ៉ាប់រងនិងថ្លៃសិក្សាកូនដែរឬទេតើបងប្អូនយល់យ៉ាងណាដែរតើប្រាក់ខែ$6,000អាមេរិកនៅសង្ហបុរីសមនឹងការលះបង់ភាពសប្បាយរីករាយនៅស្រុកកំណើតដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេចចុច follow Estate High ដើម្បីតាមដានវីដេអូវិភាគការរស់នៅក្រៅប្រទេសបែបនេះទៀត